ពិតជាអាសូរព្រឹកព្រលឹមចេញធ្វើការបែរជាជួបគ្រោះថ្នាក់ស្លាប់ប្តីប្រពន្ធរបួសធ្ងន់ខេត្តព្រះសីហនុយើងហើយណាស់ក៏មានមនុស្សម្នាក់បានបាត់បង់ជីវិតភ្លាមៗទៅនឹងកន្លែងនិងម្នាក់ទៀតកំពុងធ្ងន់បន្ទាប់ពីជួបឧបទ្ទវគ្រោះថ្នាក់ចរាចរណ៍ថ្នាក់ពេលដែលធ្វើដំណើរទៅបំពេញការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរយោងតាមប្រភពលោកវិរៈស្នេហ៍ឯកសៀងសូលីណាអធិការនគរបាលក្រុងកំពង់សោមបានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងរថយន្តនៅសង្កាត់បិទត្រាំងក្រុងកំពង់សោមហេតុការណ៍នេះក៏បានកើតឡើងនៅថ្ងៃទី17ខែមីនាឆ្នាំ2025វេលាម៉ោង 7:00 នាទីលើដងផ្លូវជាតិលេខ4ចន្លោះគីឡូម៉ែត្រ209ដល់210ស្ថិតនៅភូមិចំណោតរៀមសង្កាត់បិទត្រាំងក្រុងកំពង់សោមខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកាត់ឡើងបង្កដោយម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅពាក់ផ្លាកលេខព្រះសីហនុ 1J1894 អ្នកបើកបរឈ្មោះស៊ីសាយពេលប្រុសអាយុ35ឆ្នាំមករបរជាកម្មកររោងចក្រអ្នករួមដំណើរឈ្មោះណយស្រីឡែនភេទស្រីអាយុ22ឆ្នាំមករបរជាកម្មការិនីរោងចក្រមានទីលំនៅនៅភូមិហុងស៊ុយឃុំបន្ទាយមាសខាងលិចស្រុកបន្ទាយមាសខេត្តកំពតមានទិសដៅពីភ្នំពេញទៅព្រះសីហនុលោកដល់ចំណុចខាងលើក៏បានវ៉ាចែងឆ្លងកន្លងផ្លូវទៅបុកចំចំគៀងខាងស្ដាំរថយន្តមួយគ្រឿងទិសដៅផ្ទុយគ្នារថយន្តម៉ាក Toyota Hilux Revo ពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ 2D 6178បើកបរដោយឈ្មោះសៅស៊ីហុងភេទប្រុសឆ្នាំកំណើត1964ជាជនជាតិចិនមានបានបើកបរប្រភេទខ B តុលាការគ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សមួយនាក់នៅកន្លែងកើតហេតុអ្នកបើកម៉ូតូក៏បានប្រកល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងរងរបួសស្រាលអ្នករួមដំណើរលើម៉ូតូក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុចំណែកអ្នកបើកបររថយន្តក៏បាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកំពង់សោមដើម្បីបន្តនីតិវិធីច្បាប់រីឯវត្ថុតាំងរថយន្តនិងម៉ូតូក៏បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់សោមសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking News ចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ